Châuដល់រូបមន្តទី3គឺកាត់មញោមប្រូមួកាត់មញោមតាំងដល់អក្សរ C ធំអក្សរ D តូចមានបឡង់ស្មើ2ហើយប្រូមួ BR មានបឡង់ស្មើ1អញ្ចឹងគឺបង្កើតរូបមន្តគីមីរបស់កាត់មញោមប្រូមួតាមរយៈការផ្ទេរបឡង់ពីកាត់មញោមទៅកាន់ប្រូមហើយប្រូមក៏ផ្ទេរបឡង់មួយរបស់វាមកកាន់កាត់មញោមដែរដូច្នេះលទ្ធផលដែលយើងទទួលបានរូបមន្តរបស់វាគឺអក្សរ C D កាត់មញោមទទួលយកបឡង់មួយរបស់ប្រូមមកធ្វើជាចំនួនអាតូមរបស់វាហើយប្រូមបាទទទួលយកបឡង់2របស់កាត់មញោមមកធ្វើជាចំនួនអាតូមរបស់វាអញ្ចឹងលទ្ធផលដូចមុនដែរដោយសារកាត់មញោមមានសន្ទុះលេខ1មួយនេះមិនចាំបាច់បង្ហាញទេដែលមានន័យថាទោះបីជាមិនបង្ហាញមួយក៏មានន័យថាកាត់មញោមមានចំនួនអាតូមស្មើ1ដែរដូច្នេះរូបមន្តរបស់កាត់មញោមប្រូមួយយើងនឹងសរសេរអក្សរ CD បាទហើយនឹង BR ដែលមានសន្ទុះលេខ2នៅក្នុងរូបមន្តនេះមានន័យថាម៉េចទៅគឺមានន័យថា CD មានចំនួនអាតូមស្មើ1ចងប្រតិកម្មឬក៏បង្កើតរូបមន្តជាមួយនឹងប្រូមដែលប្រូមមានបឡង់មានចំនួនអាតូមស្មើ2អាតូមណាបាទដែល CD មានអាតូមស្មើ1ហើយប្រូមួមានអាតូមចំនួន2បាទចូលដល់រូបមន្តទី4រូបមន្តទី4នេះគឺយើងនិយាយអំពីអាលុយមីញ៉ូមប្រូមួអាលុយមីញ៉ូមមានបឡង់ស្មើ3វានឹងផ្ទេរបឡង់3នេះទៅកាន់ប្រូមហើយប្រូមមានបឡង់ស្មើ1វានឹងផ្ទេរបឡង់1នេះមកកាន់អាលុយមីញ៉ូមដូច្នេះរូបមន្តដែលបង្កើតឡើងមកគឺយើងអាចបង្កើតទៅជា AL AL នេះវានឹងទទួលយកបឡង់1របស់ប្រូមមកធ្វើជាចំនួនអាតូមរបស់វាចំណែកឯប្រូមវានឹងទទួលយកបឡង់លេខ3របស់ AL មកធ្វើជាចំនួនអាតូមរបស់វាបាទដែលហេតុថាអាលុយមីញ៉ូមមានចំនួនអាតូមស្មើ1ដូច្នេះអាលុយមីញ៉ូមវាអត់ប្រើប្រាស់ចំនួនអាតូម1នេះបង្ហាញនៅក្នុងរូបមន្តទេអញ្ចឹងយើងអាចលុបវាចោលទៅហើយរូបមន្តដែលចេញមកគឺគួរតែ AL បាទ BR សន្ទុះលេខ3មានន័យថាអាលុយមីញ៉ូមប្រូមួមានការចូលផ្សំពីអាលុយមីញ៉ូមចំនួន1អាតូមហើយនឹងប្រូមចំនួន3អាតូម